ជាបឋមនាងខ្ញុំខុនវណ្ដាសូមជម្រាបសួរនាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់វិទ្យុស្ត្រី FM 102ជាទីគោរពរាប់អានកម្មវិធីព័ត៌មានរយៈពេល1ម៉ោងសម្រាប់ថ្ងៃសៅរ៍ទី16ខែវិច្ឆិកាឆ្នាំ2014នេះមានមាតិកាសំខាន់ៗដូចតទៅសកម្មជនការពារដីធ្លីបណ្ដាញព្រះសង្ឃបង្កើនការតវ៉ាដល់ពន្ធនាគារព្រៃសរជំរុញឲ្យមានការដោះលែងជនជាប់ចោទបានឆាប់រហ័សសហជីពភាគច្រើនព្រមទទួលយកប្រាក់ឈ្នួលអបបរមាកម្មករ$128សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ច្បាស់ជុំវិញករណីក្មេងស្រីស្លាប់ដែលគេសង្ស័យថាបណ្ដាលមកពីសារធាតុពុលនំពីវៀតណាមកីឡាទេសចរពិភពលោកស្វែងរកចម្លើយអាថ៌កំបាំងរៀបចំដំបូងនៅខេត្តសៀមរាបនិងព្រឹត្តិការណ៍អន្តរជាតិអាមេរិកអូស្ត្រាលីនិងជប៉ុនអំពាវនាវឲ្យមានការដោះស្រាយចំនួនដែនដីដោយសន្តិវិធីព្រមទាំងចិននឹងចុះហត្ថលេខាព្រមព្រៀងដើម្បីទិញអង្ករ2លានតោនពីប្រទេសថៃជាបន្តនាងខ្ញុំសូមជូនព័ត៌មានពិស្ដាកាលពីព្រឹកមិញនេះសកម្មជនការពារដីធ្លីអង្គការសង្គមស៊ីវិលនិងបណ្ដាញព្រះសង្ឃប្រមាណ300នាក់បានប្រារព្ធពិធីបួងសួងរួមគ្នានៅមុខមណ្ឌលកែប្រែម1និងម2នៃពន្ធនាគារព្រៃសរដើម្បីលើកទឹកចិត្តដល់អ្នកជាប់ទោសទាំង16នាក់និងផ្ញើសារឲ្យអាជ្ញាធរព្រមទាំងស្ថាប័នពាក់ព័ន្ធបង្កើនការស៊ើបអង្កេតស្វែងរកការពិតឈានឆ្ពោះទៅរកការដោះលែងពួកគេឲ្យបានឆាប់រហ័សសូមស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់នាងខ្ញុំដូចតទៅលោកច័ន្ទពុទ្ធិសាជាសកម្មជនតវ៉ាដីធ្លីតំបន់បឹងកក់បាននិយាយថាការប្រារព្ធកម្មវិធីធ្វើសកម្មភាពតវ៉ានៅមុខពន្ធនាគារព្រៃសរកាលពីព្រឹកមិញនេះបានប្រព្រឹត្តទៅដោយរលូនពុំមានការបង្ក្រាបឬរារាំងពីកងកម្លាំងមានសមត្ថកិច្ចនោះទេលោកបានបង្ហាញការជឿជាក់ថាជនជាប់ចោទទាំងអស់នឹងត្រូវដោះលែងក្នុងពេលឆាប់ៗព្រោះតំណាងរាស្ត្រគណៈបកប្រឆាំងបង្ហាញឆន្ទៈចូលរួមដោះស្រាយបញ្ហាដោយសារតែខាងសភាហ្នឹងជាអាណត្តិនេះយើងឃើញថាមានតំណាងរាស្ត្រខាងទាំងពីរគណៈបកហាក់ដូចជាមានតុល្យភាពគ្នាយើងមានជំនឿដែលថាយើងធ្វើអ្វីៗទៅតាមថាសិទ្ធិរបស់យើងមិនមានការរំលោភបំពានទៅលើនរណាទេហើយក៏មានការបះបោរឬក៏ប្រឆាំងនរណាដែរអ្វីដែលយើងធ្វើគឺហេតុផលជាក់ស្ដែងនៅគឺជាព្រមព្រៀងជាក់ស្ដែងដែលយើងទទួលដោយសារការលិចលង់ក្នុងតំបន់បឹងកក់អ្នកស្រីឆាយកំហនជាសកម្មជនតវ៉ារឿងដីធ្លីនៅបរិយាកៃឡានិងជាអ្នកចូលរួមសកម្មភាពតាំងសមាធិនៅមុខពន្ធនាគារព្រៃសរកាលពីព្រឹកមិញនេះដែរបាននិយាយថាទោះបីសកម្មជនតវ៉ារឿងដីធ្លីនិងបុគ្គលជាប់ពាក់ព័ន្ធមួយចំនួនទៀតត្រូវជាប់ឃុំបែបណាតែពួកគេនឹងមិនអាយកោននោះទេអ្នកស្រីអះអាងថាសកម្មភាពនៃការបង្ហោះពេញប៉ោងការអង្គុយស្មឹងស្មាតតាំងសមាធិរួមគ្នាការច្រៀងចម្រៀងនិងការថ្លែងសារតាមឧឃោសនៈស័ព្ទនឹងក្លាយជាវិធីលើកទឹកចិត្តដ៏មានប្រសិទ្ធភាពដល់ជនរងគ្រោះពិសេសគឺជួយពញ្ញាការចាប់អារម្មណ៍របស់អាជ្ញាធរឲ្យបង្កើនការយកចិត្តទុកដាក់ស្វែងរកយុត្តិធម៌ហើយដោះលែងជនជាប់ចោទបានឆាប់រហ័សបើសិនជាតុលាការនៅតែអត់ផ្ដល់យុត្តិធម៌និងភាពត្រឹមត្រូវនឹងមានការដោះលែងពួកគាត់ជាបន្តនោះទេពួកយើងជាវិជាសហគមន៍នឹងមានការរួមគ្នាដើម្បីទាមទារទៅតាមស្ថាប័នទាំងអស់ធ្វើមិនក៏ដោយដើម្បីធ្វើមិនយ៉ាងណាក៏ដោយជំរុញឲ្យមានការដោះលែងពួកគាត់ឲ្យបានឆាប់សម្រាប់ពួកយើងជាជនរងគ្រោះដូចគ្នាចា៎ប្រាគ្នានេះព្រះអង្គរឿនសរិទ្ធជាព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យបានមានសង្ឃដីកាថាការចូលរួមសកម្មភាពតវ៉ារបស់ព្រះអង្គនៅពន្ធនាគារព្រៃសរកាលពីព្រឹកមិញនេះមិនត្រឹមចង់ឲ្យអាជ្ញាធរដោះលែងព្រះសង្ឃនិងអ្នកជាប់ទោសផ្សេងទៀតទេតែក៏ចង់ផ្ញើសារឲ្យកងកម្លាំងមានសមត្ថកិច្ចបញ្ឈប់ការរឹតបន្តឹងសកម្មភាពបញ្ចេញមតិនិងគម្រាមកំហែងដល់ព្រះសង្ឃផងដែរតែមានឲ្យជាការដាក់សម្ពាធថ្នាក់ដឹកនាំវត្តបញ្ជាទៅតាមមេកត់គ្រប់កត់ចឹងឲ្យចាំឃ្លាំមើលដែរតើមានប្រសាងអង្គណាខ្លះដែលចេញមុខតស៊ូក្នុងសង្គមមួយទៀតគឺមានសន្និសីទឬមួយក្នុងសមាជិកមកបាត់ចំច្រកវត្តខ្លាចប្រសានិមន្តចេញទៅច្រើនដើម្បីចូលរួមតស៊ូក្នុងការទាមទារបានមានការដោះលែងអ្នកដែលជាប់ឃុំហ្នឹងលោកអំសំអាតជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូបានមានប្រសាសន៍ថា
ថ្មីត្បិតសកម្មភាពតវ៉ានៅមុខពន្ធនាគារព្រៃសរអាចដំណើរការដោយរលូនមែនតែពុំមែនមានន័យថាអាជ្ញាធរគោរពចំពោះសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះទេលោកថាសកម្មភាពចាប់ឃុំខ្លួនពលរដ្ឋតំបន់បឹងកក់ព្រះសង្ឃនិងសកម្មជនគណៈបកសង្គ្រោះជាតិដោយពុំមានភស្តុតាងច្បាស់លាស់គឺជាទង្វើបំពានច្បាប់ព្រមទាំងសិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរលោកសំអាតបញ្ជាក់ថាបើអាជ្ញាធរបញ្ជាពេលដោះស្រាយបញ្ហាហើយបន្តឃុំខ្លួនពលរដ្ឋទៀតនោះបញ្ហានឹងមានសភាពកាន់តែធ្ងន់ធ្ងរសកម្មភាពតវ៉ានឹងរីករាលដាលកាន់តែធំវាអាចនឹងកាន់តែក្តៅទៅបន្តទៀតណាព្រោះអានេះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាទាំងអស់នេះជូនប្រជាពលរដ្ឋជាពិសេសបញ្ហាដីធ្លីនេះតែម្ដងមិនអាចយករើសនៃការចាត់ខ្លួនដើម្បីបំផិតបំភ័យមិនឲ្យប្រជាពលរដ្ឋតវ៉ានេះតែធ្វើជាដោះស្រាយបានទេទៅវិញទាំងពលរដ្ឋទាំងអស់នេះវាប្រឆាំងពីច្បាប់វាជាការរំលោភផ្ដល់សិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៅវិញកាលពីម្សិលមិញនេះលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងនៅក្នុងវេទិកាជួបជុំសមាជិកនិងអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនៅឃុំពីមជីកងស្រុកកងមាសខេត្តកំពង់ចាមដោយបញ្ជាក់ថារូបលោកមានជំនឿថាសកម្មជនបករួមទាំងសកម្មជនដីធ្លីអាចនឹងត្រូវដោះលែងនាពេលខាងមុខព្រោះការចាប់ខ្លួននោះគឺជារឿងអយុត្តិធម៌និងជារឿងនយោបាយនៅទីបំផុតទៅក្រមសហជីពដែលជាអ្នកការពារផលប្រយោជន៍កម្មករបានយល់ព្រមទទួលយកប្រាក់ឈ្នួលអបបរមាកម្មករចំនួន$128ក្នុងមួយខែដែលជាការសម្រេចចុងក្រោយរបស់គណៈកម្មការប្រឹក្សាការងារហើយនៅពេលនេះការទទួលយកនៅពេលនេះបន្ទាប់ពីក្រមសហជីពបានជួបប្រជុំគ្នានៅព្រឹកថ្ងៃអាទិត្យនេះលោកគង់ប៊ុនណារាយការណ៍ព័ត៌មានពិស្ដាការសម្រេចយកប្រាក់ឈ្នួលចំនួន$128របស់ក្រុមសហជីពនៅពេលនេះគឺបន្ទាប់ពីមានការកោះប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងរបស់សមាជិកសហជីពនីមួយៗប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ៅហ្វីណាបានឲ្យដឹងថាបន្ទាប់ពីសមាជិកក្រុមសហជីពរបស់លោកបានជួបប្រជុំគ្នានៅថ្ងៃអាទិត្យទី16ខែវិច្ឆិកានេះសមាជិកសហជីពភាគច្រើនបានយល់ព្រមទទួលយកប្រាក់ឈ្នួលដែលជាការសម្រេចចុងក្រោយដោយគណៈកម្មការប្រឹក្សាការងារចំនួន$128កាលពីថ្ងៃទី12ខែវិច្ឆិកានោះលោកថាការទទួលយកនេះដោយសារតែពួកគេថាស្ថានភាពបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងកាលៈទេសៈពិបាកក្នុងការទាមទារប្រាក់ឈ្នួលឲ្យបានដោយអ្វីដែលពួកគេបានកំណត់ចំនួន$140ក្នុងមួយខែនោះសហព័ន្ធខ្ញុំយើងបានជិះក្នុងមតិសមាជិកផងខ្លួនរួចហើយតាំងពីនៅខេត្តស្វាយរៀងនៅផ្សេងៗនេះយើងបានប្រជុំចប់ហើយយើងបានឃើញថាគាត់មិនជាចំពោះឲ្យទៀតតែគាត់គ្រាន់តែឲ្យសហជីពយើងនៅតែបន្តសកម្មភាពទៀតមានថាពាក់ព័ន្ធការមិនបូកខែទៅលើប្រាក់ចូលទៅលើច្បាប់នេះគាត់អាចចិត្តចំណុចហ្នឹងអគ្គលេខាធិការសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាស៊ីខៅឌូលោកឯកសុភក្តីបានលើកឡើងថាសហជីពរបស់លោកក៏ព្រមទទួលយកការសម្រេចប្រាក់ឈ្នួលរបស់គណៈកម្មការប្រឹក្សាការងារនេះដែរបន្ទាប់ពីកោះប្រជុំសមាជិកសហជីពរួចមកប៉ុន្តែលោកថាការទទួលយកប្រាក់ឈ្នួលអបបរមារបស់កម្មករនៅពេលនេះមិនមែនថាពួកគេពេញចិត្តទៅនឹងប្រាក់ឈ្នួល$128នោះឡើយលោកថាប្រាក់ឈ្នួល$128នេះមិនតាន់សមាមាត្រទៅនឹងទំនិញនៅលើទីផ្សារឈ្នួលផ្ទះដែលចេះតែឡើងថ្លៃរាល់ថ្ងៃមិនឈប់ឈរនាពេលបច្ចុប្បន្ននៅឡើយទេប៉ុន្តែលោកឯកសុភក្តីថាក្រុមសហជីពនៅតែចរចាប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យឬស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញនៅលើទីផ្សារទៅបានទំនិញឡើងថ្លៃនៅក្នុងហ្នឹងគឺឈ្នួលឡានក៏ឡើងថ្លៃទំនិញនៅលើទីផ្សារដូចជាទំនិញដែលគាត់ប្រើប្រាស់ប្រចាំថ្ងៃអាហារដែលគាត់ហូបប្រចាំថ្ងៃហ្នឹងក៏វាឡើងថ្លៃដែរអញ្ចឹងធ្វើឲ្យវាមិនអាចតរយៈភាពទៅនឹងប្រាក់ចំណូលរបស់ពួកគាត់បានទេនៅក្នុងហ្នឹងយើងក៏មានផែនការដែរថាបើសិនជាក្នុងករណីថារដ្ឋាភិបាលមិនបានទប់ស្កាត់ទៅលើទំនិញក៏ជាសម្ភារៈផ្សេងអញ្ចឹងយើងនឹងរៀបចំសំណើដើម្បីឲ្យដោះស្រាយលើបញ្ហានឹងឡើងវិញវិទ្យុស្ត្រីមិនអាចតាក់ទងលោកហេងហ្វួរអ្នកនាំពាក្យក្រសួងការងារដើម្បីសូមអត្ថាធិប្បាយបញ្ជាក់ពីបញ្ហានេះបានទេនៅរសៀលថ្ងៃនេះប៉ុន្តែកាលពីថ្ងៃទី13ខែវិច្ឆិកាកន្លងទៅអ្នកនាំពាក្យរូបនេះបានលើកឡើងថាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តទៅតាមការសម្រេចរបស់ក្រុមការងារក្រៃភាគីដែលបានធ្វើការជួបប្រជុំគ្នាកាលពីថ្ងៃពុធទី12ខែវិច្ឆិកាទោះបីជាភាគីនយោជកនិងសហជីពមិនសប្បាយចិត្តទៅនឹងការផ្ដល់ប្រាក់ឈ្នួលកម្មករចំនួន$128ក្នុងមួយខែនេះក៏ដោយប្រកាសចុងក្រោយគឺមានបញ្ជាក់ច្បាស់ហើយអ្នកណាខ្លះដែលមានកាតព្វកិច្ចអនុវត្តទាំងនយោជកទាំងស្ថាប័នសមត្ថកិច្ចត្រូវអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាពពីខ្ញុំគង់បណ្ណាវិទ្យុស្ត្រី FM 102
បន្ទាប់ពីមានក្មេងស្រីអាយុ6ឆ្នាំម្នាក់បានស្លាប់ដោយសង្ស័យថាបានពុលក្រោយពីហូបនំកញ្ចប់យីហោវងណាត្រាផលិតនៅវៀតណាមកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2014នៅភូមិចំបក់ឃុំនាងតើតស្រុកដំបែខេត្តត្បូងឃ្មុំនោះរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់កំណត់មូលហេតុច្បាស់លាស់នៅឡើយទេព្រោះរងចាំលទ្ធផលនៃការពិសោធន៍ពីក្រសួងសុខាភិបាលនៅឡើយរាយការណ៍ព័ត៌មានពិស្ដារដោយអ្នកនាងសែមពិសីគេមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់ក្មេងស្រីអាយុ6ឆ្នាំដែលគេសង្ស័យថាបានស្លាប់ក្រោយពីបរិភោគនំកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាមបាននៅឡើយរហូតដល់រសៀលថ្ងៃនេះបើតាមការឲ្យដឹងពីលោកកៅវណ្ណៈប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំលោកកៅវណ្ណៈបានឲ្យដឹងថានំដែលក្មេងស្រីហូបពលស្លាប់នោះត្រូវបានផ្ញើទៅឲ្យមន្ទីរពិសោធន៍របស់នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅក្នុងរាជធានីភ្នំពេញពិនិត្យរួចរាល់ហើយកាលពីព្រឹកមិញនេះលោកថាត្រូវចាំយ៉ាងហោចណាស់2សប្តាហ៍ទៀតទើបអាចធ្វើការសន្និដ្ឋានបានថ្ងៃនេះយើងព្រឹកនេះយើងទៅផ្ញើទៅខាងមន្ទីរពិសោធន៍ដើម្បីវិភាគថាតើនំនឹងវាមានសារជាតិពុលយ៉ាងម៉េចនឹងហើយលទ្ធផលយើងរងចាំការឆ្លើយរបស់ក្រសួងសាធារណសុខវិញយើងអត់លុបណាតែក្រសួងសាធារណសុខខាងមន្ទីរពិសោធន៍គេឆ្លើយមកថាមានសារជាតិពុលអ្វីនោះចាំទៅយើងហ៊ានផ្សព្វផ្សាយប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំរូបនេះបានឲ្យដឹងទៀតថាបើទោះបីជាយើងមិនទាន់ពិសោធន៍ដឹងច្បាស់ជុំវិញករណីស្លាប់ក្មេងស្រីនេះយ៉ាងណាក៏ដោយប៉ុន្តែចាប់ពីថ្ងៃច័ន្ទស្អែកនេះតទៅមន្ត្រីនៃមន្ទីរពេទ្យសុខាភិបាលខេត្តត្បូងឃ្មុំសហការជាមួយអង្គការដៃគូនឹងចុះទៅធ្វើការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារជូនពលរដ្ឋដោយចាប់ផ្ដើមនៅក្នុងភូមិឃុំដែលកើតហេតុផ្ទាល់ចាប់ពីថ្ងៃច័ន្ទនេះទៅខ្ញុំនឹងចាត់ក្រុមការងាររបស់ខ្ញុំឲ្យចុះអប់រំពីបញ្ហាសុខភាពទាក់ទងនឹងចំណីអាហារធ្វើការអង្កេតទៅលើការចុះអប់រំនឹងហើយយើងមិនផ្ដោតទៅលើតែនំនឹងទេគឺយើងនិយាយជារួមគឺទាក់ទងនឹងចំណីអាហារសុខភាពអនាម័យចំណីអាហារយើងអប់រំជាទូទៅវិទ្យុស្ត្រីមិនអាចតាក់ទងសូមការបំភ្លឺបន្ថែមជុំវិញបញ្ហានេះពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទេនៅរសៀលថ្ងៃនេះប៉ុន្តែតាក់ទងទៅនឹងបញ្ហានេះដែរលោកវីរៈសេនីយ៍ត្រីហុងកឹមហ៊ឿនអធិការនគរបាលស្រុកដំបែបានរំលឹកពីហេតុការណ៍នោះថាមុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះភក្សាវីបានទៅទិញនំកញ្ចប់យីហោវងណាត្រាដែលផលិតនៅប្រទេសវៀតណាមនៅក្នុងផ្ទះលោកនំឈ្មោះស្រុនថុយអាយុ37ឆ្នាំនៅក្នុងភូមិជាមួយគ្នាមួយកញ្ចប់យកមកបរិភោគអស់ពាក់កណ្ដាលស្រាប់តែមានអាការៈមិនស្រួលពុលពេលនោះទន់ដៃទន់ជើងមុខស្លេកស្លាំងពេលនោះឪពុកម្ដាយបានដឹកទៅកាន់មន្ទីរពេទ្យបងឯកស្រុកពញាក្រែកប៉ុន្តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់នៅតាមផ្លូវគួរបញ្ជាក់ថាតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានឲ្យដឹងថានំដែលមានស្លាកយីហោខាងលើនេះត្រូវបានក្រុមឈ្មួញលក់នំមកពីប្រទេសវៀតណាមដឹកតាមរ៉ឺម៉កម៉ូតូដល់លក់តាមភូមិឋានរបស់ប្រជាពលរដ្ឋដោយខ្វះការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញនំដែលគេសង្ស័យថាបណ្ដាលឲ្យក្មេងស្រីស្លាប់នោះមួយកញ្ចប់តម្លៃ200រៀលពីខ្ញុំសែមពិសីវិទ្យុស្ត្រី FM 102ព្រឹត្តិការណ៍កីឡាទេសចរបែបផ្សងព្រេងលំដាប់ពិភពលោកឬហៅកីឡា Amazon នឹងរៀបចំធ្វើដំបូងនៅប្រទេសកម្ពុជាក្រុមអ្នករៀបចំកីឡានេះបានជ្រើសរើសយកខេត្តសៀមរាបជាទីតាំងអំណោយផលសម្រាប់រៀបចំកីឡានេះរយៈពេល6ថ្ងៃគឺចាប់ពីថ្ងៃទី19ដល់ថ្ងៃទី24ខែវិច្ឆិកាអ្នកនាងរ៉ហានីរីកាព័ត៌មានពិស្ដាជាព្រឹត្តិការណ៍បានធ្លាប់មាននៅក្នុងប្រទេសកម្ពុជាហើយជាភ័ព្វសំណាងដែរដែលក្រុមហ៊ុន CBO របស់ប្រទេសបារាំងបានជ្រើសរើសខេត្តសៀមរាបសម្រាប់រៀបចំកីឡាលំដាប់ពិភពលោករបស់ខ្លួនអ្នករៀបចំព្រឹត្តិការណ៍នេះបានយកទីតាំងសំខាន់មួយចំនួនដើម្បីរៀបចំប្រកួតប្រជែងក្នុងនោះមានតំបន់កំពង់ឃ្លាំងនៃបឹងទន្លេសាបភ្នំបូកប្រាសាទតាព្រំនិងប្រាសាទប្រខ័ណ្ឌជាដើមអ្នករៀបចំកម្មវិធីលោក Alex Zong បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី10ខែវិច្ឆិកាថាលោកធ្លាប់មកប្រទេសកម្ពុជាកាលពី18ឆ្នាំមុនហើយលោកធ្លាប់មានគោលបំណងថាថ្ងៃណាមួយលោកនឹងរៀបចំប្រភេទកីឡាមួយនេះនៅក្នុងប្រទេសកម្ពុជាលោកបន្ថែមថាមូលហេតុសំខាន់ដែលលោកជ្រើសរើសខេត្តសៀមរាបសម្រាប់កីឡាពិភពលោកនេះព្រោះថាទឹកដីនេះមានសក្តានុពលខ្ពស់និងអំណោយផលសម្រាប់កីឡារបស់លោក
លោកបន្តថាក្នុងនោះខេត្តសៀមរាបមានតំបន់ពិសេសជាច្រើនមានដូចជាកំពង់ឃ្លាំងទន្លេសាបនិងសម្បូរដោយប្រាសាទបុរាណជាច្រើនផងដែររដ្ឋមន្ត្រីក្រសួងទេសចរលោកថោងខុនមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី10នោះថានេះជាមោទនភាពខេត្តសៀមរាបហើយក៏ជាឱកាសមួយធំសម្រាប់ផ្សព្វផ្សាយតំបន់អង្គរនិងតំបន់ទេសចរដទៃទៀតដើម្បីឲ្យពិភពលោកកាន់តែស្គាល់ខេត្តមួយនេះមួយកម្រិតទៀតលោករំពឹងថាកីឡានេះនឹងពំនាំអ្នកទេសចរបរទេសជាច្រើនក្នុងការចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍កីឡានេះដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធសប្តាហ៍ក្រោយគូរំលឹកថាអ្នកចូលរួមក្នុងកីឡានេះមានចំនួន261នាក់ដែលសុទ្ធសឹងជាស្ត្រីពួកគេនឹងប្រជែងលើវិញ្ញាសាចំនួន3មានការប្រណាំងទូកចម្ងាយ18គីឡូ85ម៉ែត្រដែលធ្វើនៅកំពង់ឃ្លាំងទី2ការប្រណាំងកង់ចម្ងាយ50គីឡូ613ម៉ែត្រធ្វើនៅតំបន់ភ្នំបូកនិងទី3ការរត់ប្រណាំងចម្ងាយ17គីឡូ108ម៉ែត្រដែលធ្វើនៅផ្លូវក្រោយប្រាសាទតាព្រំនិងឆ្ពោះទៅក្រោយប្រាសាទតាខណ្ឌរាល់កីឡាទាំង3ប្រភេទនេះគឺសុទ្ធសឹងតម្រូវឲ្យអ្នកចូលរួមស្វែងរកចម្លើយអាថ៌កំបាំងដែលតាក់ទងទៅនឹងវប្បធម៌ទូទៅស្តីពីតំបន់អង្គរព្រឹត្តិការណ៍នេះសហការរៀបចំដោយក្រុមហ៊ុន CBO ក្រសួងទេសចរកម្ពុជាអាជ្ញាធរអប្សរានិងអាជ្ញាធរខេត្តសៀមរាបរាល់ការប្រកួតប្រជែងនឹងមានការផ្សព្វផ្សាយតាមទូរទស្សន៍របស់បារាំងនិងបណ្ដាប្រទេសនៅអឺរ៉ុបផងដែរកាលពីឆ្នាំ2013កន្លងទៅព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីហើយកម្ពុជាជាទិសដៅទី13ក្រោយពេលកម្មវិធីនេះត្រូវបានបង្កើតពីខ្ញុំអ៊ីសារ៉ូហានីគេហទំព័រព័ត៌មានថ្មីៗ .comយើងងាកមកព្រឹត្តិការណ៍អន្តរជាតិឯនេះវិញអាមេរិកអូស្ត្រាលីនិងជប៉ុនអំពាវនាវឲ្យមានការដោះស្រាយជម្លោះដែនដីដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំ G20 មេដឹកនាំសហរដ្ឋអាមេរិកអូស្ត្រាលីនិងជប៉ុននៅថ្ងៃអាទិត្យនេះបានប្រកាសអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់ដោះស្រាយជម្លោះដែនសមុទ្រដោយប្រើប្រាស់ដំណោះស្រាយសន្តិវិធីនិងបញ្ជាឲ្យបានការប្រជុំមុខដាក់គ្នាការអំពាវនាវនេះកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយមកលោកសូមអភ័យទោសក្រោយពីលោកបារ៉ាក់អូបាម៉ាប្រមានពីគ្រោះថ្នាក់នៃជម្លោះសមុទ្រចិនខាងត្បូងសូមអភ័យទោសប្រមានពីគ្រោះថ្នាក់នៃជម្លោះសមុទ្រចិនខាងកើតរវាងជប៉ុននិងចិនលោកជាវសំណាងលំអិតព័ត៌មានពិស្ដាមេដឹកនាំប្រទេសអូស្ត្រាលីជប៉ុននិងអាមេរិកនៅថ្ងៃអាទិត្យនេះបានស្នើសុំឲ្យប្រទេសទាំងអស់ដោះស្រាយជម្លោះដែនសមុទ្រដោយប្រើប្រាស់វិធានការដោះស្រាយដោយសន្តិវិធីនិងបញ្ជាឲ្យបាននៅការប្រជុំមុខដាក់គ្នាដោយអាវុធជាដើមការប្រកាសអំពាវនាវដោះស្រាយជម្លោះដោយសន្តិវិធីនេះកើតមានឡើងត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាប្រមានពីការគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារការដណ្ដើមដែនទឹកនៅក្នុងសមុទ្រចិនខាងកើតរវាងចិននិងជប៉ុននោះលោកបារ៉ាក់អូបាម៉ាលោកតូនីអាបូតរួមទាំងលោកស៊ីនសូអាបេផងនោះបានលើកឡើងថាសេរីភាពនៃការធ្វើដំណើរតាមផ្លូវទឹកនិងការហោះហើរតាមផ្លូវអាកាសព្រមទាំងការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធីគួរតែត្រូវដោះស្រាយដោយអនុលោមទៅតាមច្បាប់អន្តរជាតិថែមទៀតផងភាគីទាំង3នេះក៏បានបន្ថែមទៀតដែរថាពួកគេបដិញ្ញាប្រឹងប្រែងពង្រឹងនិងពង្រីកសហប្រតិបត្តិការដែលរឹងមាំស្រាប់នោះដើម្បីរក្សាឲ្យបាននូវសន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលយ៉ាងណាក៏ដោយការពង្រឹងកិច្ចសហប្រតិបត្តិការនេះកើតមានឡើងស្របពេលដែលចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទូទាំងតំបន់ហើយចិនក៏កាន់តែកោងកាងខ្លាំងជាងមុនក្នុងការដោះស្រាយជម្លោះថែមទៀតផងតាមពិតទៅមេដឹកនាំទាំង3នាក់នេះបានជួបពិភាក្សាគ្នានៅទីក្រុង Brisbane ប្រទេសអូស្ត្រាលីដាច់ដោយឡែកពីកិច្ចប្រជុំ G20 ដែលកិច្ចប្រជុំនេះចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនេះនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញនេះដែរប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានថ្លែងប្រមានពីគ្រោះថ្នាក់នៃជម្លោះដែនសមុទ្រនៅក្នុងតំបន់អាស៊ីទាំងមូលហើយលោកអះអាងថាដោយសារតែជម្លោះនេះហើយជាមូលហេតុដែលជំរុញឲ្យអាមេរិកដើរតួនាទីយ៉ាងសកម្មក្នុងតំបន់អាស៊ីចំណែកលោកស៊ីនសូអាបេនាយករដ្ឋមន្ត្រីជប៉ុនបានអំពាវនាវផងដែរទៅកាន់សមាភាគីលោកគឺប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីអូស្ត្រាលីពង្រឹងទំនាក់ទំនងវិស័យការពារជាតិឲ្យកាន់តែខ្លាំងនិងស៊ីជម្រៅជាងមុនដើម្បីអាចធានាបាននូវសន្តិសុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយឡែកនិយាយពីជម្លោះដែនទឹកគេពិតជាសំដៅទៅលើជម្លោះដែនទឹកដ៏ក្តៅគគុកនៅក្នុងសមុទ្រចិនខាងត្បូងរវាងចិននិងបណ្ដាប្រទេសអាស៊ានព្រមទាំងជម្លោះដែនទឹកនិងដែនកោះនៅតំបន់សមុទ្រចិនខាងកើតរវាងចិននិងជប៉ុនផងដែរទាក់ទិនទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងចិនបានទាមទារដណ្ដើមយកដែនទឹកដែលកំពុងមានជម្លោះប្រមាណ 90% ខណៈពេលដែលភាគីជម្លោះផ្សេងទៀតដូចជាហ្វីលីពីនវៀតណាមប្រ៊ុយណេនិងម៉ាឡេស៊ីសុទ្ធតែទាមទារចំណែករៀងៗខ្លួននៅក្នុងដែនជម្លោះនោះ
ចំណែកចំនួនដែនកោះសមុទ្រចិនខាងកើតឯនោះវិញចិននិងជប៉ុនដណ្ដើមគ្នាយកកោះដែលចិនហៅថាទាវយូនិងជប៉ុនហៅកោះនោះថាជាកោះសេនកាគូពីខ្ញុំជាវសំណាងសារព័ត៌មានថ្មី .com ក្រសួងពាណិជ្ជកម្មថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យាកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលជាមួយសាជីវកម្មគ្រាប់ធញ្ញជាតិប្រេងនិងម្ហូបអាហារដែលហៅកាត់ថា COFCO របស់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីនាំចេញអង្ករពីថៃទៅកាន់ប្រទេសចិនចំនួន2លានតោននៅឆ្នាំក្រោយនេះបើយោងតាមកាសែត The Nation រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោកឈិតឆាសារិគុលយ៉ាបាននិយាយថាប្រទេសទាំងពីរអាចនឹងចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់មួយស្ដីពីពាណិជ្ជកម្មអង្ករចំនួន2លានតោនបន្ថែមទៀតនៅឆ្នាំក្រោយលោកបានបន្តថាបន្ទាប់ពីការបញ្ចប់កិច្ចសន្យានៃការនាំចេញអង្ករដែលមានស្រាប់ចំនួន1លានតោននៅពាក់កណ្ដាលឆ្នាំក្រោយនេះប្រទេសថៃនឹងដឹកជញ្ជូនអង្ករទៅកាន់ប្រទេសចិនច្រើនជាងមុនទៀតតាមរយៈកិច្ចសន្យាថ្មីនោះក្រៅពីការចុះហត្ថសូមអភ័យទោសក្រៅពីការចុះកិច្ចសន្យាទិញអង្ករមានក្រុមហ៊ុនកៅស៊ូមួយទៀតរបស់ប្រទេសចិនបានយល់ព្រមទិញផលិតផលកៅស៊ូរបស់ប្រទេសថៃដោយនឹងមានការបញ្ជាទិញកៅស៊ូជាង 20,000 តោននៅឆ្នាំក្រោយនេះថែមទៀតផងលោកឈិតឆាបាននិយាយថារដ្ឋាភិបាលនៅសល់អង្ករប្រហែល18លានតោនក្នុងឃ្លាំងគឺទាបជាងរបាយការណ៍បន្ទាប់ពីត្រូវបានគេត្រួតពិនិត្យក្នុងខែឧសភាដែលបានរាយការណ៍ថាមានជាង 19.2 លានតោននោះព័ត៌មានប្រចាំថ្ងៃនាំមកជូនដោយវិទ្យុស្ត្រី FM 102និងគេហទំព័រថ្មីៗ .com ព័ត៌មានប្រចាំថ្ងៃឧបត្ថម្ភដោយព្រីងកូឡាសញ្ញាពេញនេះលាបរឹតបំបត្តិអាការៈឈឺចុកចាប់ Vision Fund ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានបណ្ដាញប្រតិបត្តិការនៅក្នុង35ប្រទេសទូទាំងពិភពលោក Vision Fund វិនិយោគដើម្បីជីវិតប្រសើរឡើងសម្រាប់កុមារក្រុមហ៊ុន Multicom Technology អ្នកជំនាញខាងកាមេរ៉ាសុវត្ថិភាព017 44 41 46នាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់វិទ្យុស្ត្រី FM 102កម្មវិធីជាបន្តទៅទៀតនេះលោកអ្នកនឹងបានស្ដាប់នាទីបទសម្ភាសន៍ដែលរៀបចំដោយលោកគីសុកលឹមដែលលោកគីសុកលឹមនៅក្នុងសប្ដាហ៍នេះលោកនឹងលើកយកប្រធានបទអ្នកវិភាគបរទេសងាកមកទិញខុនដូនៅកម្ពុជាកាន់តែច្រើនបន្ទាប់មកគឺជានីតិជីវិតប្រចាំថ្ងៃដែលរៀបចំដោយលោកបាទសូមអភ័យទោសដែលបង្ហាញអំពីប្រធានបទកសិករនៅកំពង់ធំរៀនបច្ចេកទេសកសិកម្មតាមរយៈឧបករណ៍ tablet និងចុងក្រោយប្រសិនបើមានពេលនាងខ្ញុំនឹងសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញបទសម្ភាសន៍ប្រចាំថ្ងៃក្រោយពីដាំក្បាលចោះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងមានចលនាងើបឡើងវិញគួរឲ្យកត់សម្គាល់ដីនៅក្នុងតំបន់ត្រូវប៉ាន់បំផុតនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ2014នេះអាចមានតម្លៃដល់ទៅ$4,500ក្នុង1ម៉ែត្រក្រឡាស្របពេលដែលវិស័យអចលនទ្រព្យខ្មែរទំនងជាមានសុខភាពល្អឡើងវិញនេះគេសង្កេតឃើញអ្នកវិនិយោគបរទេសមួយចំនួនបានងាកមកទិញខុនដូនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោកគីសុកលឹមអគ្គនាយកសារព័ត៌មានថ្មីនិងលោកសាឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឆៃលីនសាRealty សួរលោកសៀឆៃលីនបាទសូមជម្រាបសួរបងលោកឆៃលីនឃើញថាក្នុងរយៈពេល1ឆ្នាំ2ឆ្នាំចុងក្រោយហ្នឹងឃើញមានសំណង់អគារខ្ពស់ៗត្រូវបានសាងសង់ឡើងជាពិសេសនៅទីក្រុងភ្នំពេញខ្មែរយើងជាអ្នកវិនិយោគឬមួយក៏ជនបរទេសមកវិនិយោគសង់អគារធំៗហ្នឹងបាទឃើញថាជាក់ស្ដែងពិតប្រាកដមែន2ឆ្នាំចុងក្រោយហ្នឹងមានអគារកើតឡើងច្រើនទី1គេហៅថា high rise building ភាគច្រើនគឺវិនិយោគទុនក្រៅស្រុកshareholder ជាមួយនឹងក្នុងស្រុកខ្លះ
ហើយ low rise building គឺសំដៅទៅលើអគារកម្ពស់ចាប់ពី13 14ជាន់ចុះមកហ្នឹងភាគច្រើនគឺអ្នកវិនិយោគទុនក្នុងស្រុកយើងបាទនរណាជាអ្នកទៅជួលអគារទាំងអស់ហ្នឹងដើម្បីស្នាក់នៅឬមួយក៏ដើម្បីបើកជាការិយាល័យរបស់គាត់អតិថិជនជានរណាបាទសូមសង្ខេបបន្តិចប្រភេទអគារដែលកើតឡើងភាគច្រើនហ្នឹងមាន3ប្រភេទទី1គឺជាប្រភេទ condo ដែលគេសង់ឡើងសម្រាប់លក់បន្តប្រភេទទី2គឺជាសំណង់សម្រាប់ជួលជាការិយាល័យប្រភេទទី3គឺជា apartment ដែលគេសង់ឡើងដើម្បីជួលឲ្យភ្ញៀវបរទេសបាទអញ្ចឹងបើ condo ភាគច្រើនមានជនជាតិខ្មែរយើងដែលគាត់ជាអ្នកទិញតែដោយឡែកដោយសារច្បាប់ថ្មីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិគ្រប់គ្រងសំណង់ចាប់ពីជាន់ទី1ឡើងគឺមានអតិថិជនជាបរទេសមួយចំនួនដែលទិញ condo ដែលគម្រោងថ្មីហើយចំណែកឯ apartment សម្រាប់ជួលភាគច្រើនគឺជនបរទេសដែលគេមកធ្វើការនិងរស់ស៊ីនៅស្រុកខ្មែរតកតងទៅនឹងជនបរទេសដែលអាចទិញ condo បានចាប់ពីជាន់ទី1ទៅមានចំនួនច្រើនអត់ទេឡើយបាទតាមសង្កេតឃើញនៅក្នុងឆ្នាំ2014ហ្នឹងមានកំណើនកើនគួរឲ្យកត់សម្គាល់ដែរសម្រាប់អ្នកដែលបង្វែរទិសដៅមកពីប្រទេសជិតខាងយើងហ្នឹងគេពេញចិត្តនឹងស្ថានភាពនៅក្នុងការរស់នៅពេញចិត្តនឹងតម្លៃហើយនឹងស្តង់ដារសំណង់ដែលទំសាងសង់ហ្នឹងភាគច្រើនគេចូលមកទិញដើម្បីមកស្នាក់នៅហើយរស់នៅនឹងតែម្ដងលោកមានប្រសាសន៍ថាប្រទេសជិតខាងមានន័យថាប្រទេសថៃម៉ាឡេកូរ៉េអញ្ចឹងឬមួយក៏ប្រទេសណាបាទជាពិសេសគឺប្រទេសថៃហើយនិងវៀតណាមគណៈពេលដែលទីផ្សារស្រុកគេកំពុងតែអភិវឌ្ឍហើយកើនឡើងច្រើនជាងស្រុកខ្មែរយើងទី2ទៀតការបដូរទិសដៅពាណិជ្ជកម្មមកក្នុងប្រទេសកម្ពុជានឹងមានចំនួនកើនដូច្នេះហើយភាគច្រើនគាត់អត់ចង់ចំណាយលើការជួលតែគាត់ចង់ទិញដាច់ដោយសារគាត់អាចមានឈ្មោះនៅលើឯកសារផ្លូវច្បាប់នៅក្នុងការគ្រប់គ្រងខុនដូរបស់គាត់បានលោកមានប្រសាសន៍ថាវៀតណាមឬមួយថៃនឹងជាអ្នកវិនិយោគឬមួយក៏ចង់និយាយថាជនជាតិបរទេសផ្សេងទេដែលគាត់មករកស៊ីនៅថៃឬមួយនៅវៀតណាមហើយចុងក្រោយនេះគាត់មូបានន័យថាគាត់ត្រឡប់ចូលប្រទេសកម្ពុជាវិញដើម្បីរកស៊ីនឹងជាជនជាតិបរទេសមួយឬមួយក៏ជនជាតិថៃនិងវៀតណាមបាទគឺជាជនជាតិបរទេសដែលគាត់កំពុងតែរកមុខរបរគាត់នៅក្នុងប្រទេសទាំងពីរនោះហើយគាត់សម្លឹងឃើញឱកាសមួយទៀតនៅក្នុងស្រុកខ្មែរយើងដែរចឹងជនជាតិបរទេសទាំងអស់ហ្នឹងគាត់បានមកទិញនៅស្រុកខ្មែរដែរលោកអាចបញ្ជាក់ប្រាប់ខ្ញុំបានទេអាចជនជាតិអីខ្លះដែរអាចឲ្យឧទាហរណ៍មួយពីរបានភាគច្រើននៅក្នុងស្រុកខ្មែរយើងសម្លឹងឃើញជនជាតិចិនជនជាតិកូរ៉េហើយចុងក្រោយនេះមានជនជាតិជប៉ុនហើយក៏ដូចជាសិង្ហបុរីម៉ាឡេអីដល់មួយចំនួនដែរតកតងទៅនឹងអគារខ្ពស់ៗវិញលោកគិតថាចំនួននៃអគារខ្ពស់ៗហ្នឹងអាចថាមានច្រើនពេកឬមួយក៏អាចគុតគង់ទីផ្សារបានសមរម្យនៅឡើយសម្រាប់គម្រោងដែលបានបញ្ចប់ហើយនឹងកំពុងតែរៀបនឹងបញ្ចប់ទិន្នន័យដែលខ្ញុំតាមដានកន្លងមកហ្នឹងវាហាក់ដូចជានៅគុតគង់ឲ្យគ្នាទៅវិញទៅមកបានដូចថាមានតម្រូវការមានគុតគង់អញ្ចឹងណាក៏ប៉ុន្តែដល់ឡែកសម្រាប់គម្រោងថ្មីដែលខ្ញុំបានឮព័ត៌មានចុះផ្សាយមកមួយចំនួនតាក់ទងចេញពីក្រសួងមកហ្នឹងមានច្រើនគម្រោងហើយមានចំនួនម៉ែត្រការ៉េច្រើនទៀតអញ្ចឹងខ្ញុំគិតថាប្រហែលជាអាចលើសលប់នៅក្នុងសេចក្តីត្រូវការលោកចង់មានប្រសាសន៍ថាបើ 2-3 ឆ្នាំខាងមុខទៀតហើយគម្រោងកាន់តែសាងសង់ច្រើនឡើងអាចថាទីផ្សារនឹងវាចាស់លោកចង់មានប្រសាសន៍ថាអញ្ចឹងបាទអញ្ចឹងខ្ញុំមានន័យអញ្ចឹងបាទបើសិនបើខ្ញុំចង់ជំរាបសួរលោកជាលក្ខណៈទូទៅវិញថាតើវិស័យអចលនទ្រព្យហ្នឹងចាប់ផ្ដើមងើបឡើងវិញមានចលនាខ្លាំងឡើងវិញចាប់ពីឆ្នាំ2014ហ្នឹងហើយអាចថានឹងងើបឡើងវិញកាន់តែខ្លាំងនៅឆ្នាំក្រោយៗទៀតឬមួយក៏ស្ថានភាពមិនទាន់សូវល្អប៉ុន្មាននៅឡើយទេបាទសម្រាប់ខ្ញុំជាអ្នកឯកទេសនិងជំនាញពិតប្រាកដនៅលើវិស័យអចលនទ្រព្យហ្នឹងហើយឆ្លងកាត់បទពិសោធន៍14ឆ្នាំជាងកន្លងមកខ្ញុំឃើញថាវិស័យអចលនទ្រព្យបានងើបឡើងតាំងពីពាក់កណ្ដាលឆ្នាំ2013មករហូតដល់ពេលនេះកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយសម្រាប់ 2-3 ឆ្នាំខាងមុខទៀតខ្ញុំសម្លឹងឃើញថានឹងមានចលនាទិញលក់ដូចជាពេលបច្ចុប្បន្ននេះដែរនៅពេលដែលលោកចង់មានប្រសាសន៍ថាវិស័យអចលនទ្រព្យមានសុខភាពល្អឡើងវិញនឹងមានន័យថាអ្នកទិញកាន់តែច្រើនឬមួយអ្នកលក់កាន់តែច្រើនអាចជួយបញ្យល់អានឹងខ្ញុំបានទេបាទសុខភាពល្អឬមួយក៏ចលនាដែលមានការកើននឹងតតែទាំងពីរនឹងរកគ្នាបានអាចមានចលនាកើនទី1អ្នកលក់ក៏ច្រើនអ្នកទិញក៏ច្រើនតម្លៃយ៉ាងម៉េចដែរនៅលើទីផ្សារមានន័យថាតម្លៃអចលនទ្រព្យទាំងដីទាំងផ្ទះទាំងខុនដូមានការកើនឡើងឬមួយក៏តម្លៃនឹងវាល្មមទេគ្រាន់តែវាមានចលនាសម្រាប់តម្លៃអចលនទ្រព្យដែលអ្នកទាំងពីរបាទបានន័យថាអ្នកលក់និងអ្នកទិញហ្នឹងគឺមានចំនួនកើនបាទមានចំនួនកើនពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំរត់ទៅរកតម្លៃកំពូលមួយដែលអ្នកទាំងពីរហ្នឹងនឹងឈប់នៅត្រឹងបន្ទាប់ពី2ទៅ3ឆ្នាំប៉ុន្តែតាមការសង្កេតរបស់លោកតម្លៃមានការកើនឡើងពីមួយខែទៅមួយខែទេឬមួយក៏គ្រាន់តែចំនួននៃការលក់
ទិញហ្នឹងវាកើនឡើងប៉ុន្តែតម្លៃនៅដដែលបាទសម្រាប់តម្លៃហ្នឹងវាកើនឡើងដោយតំបន់ទេបាទមិនមែនពីពេញទីក្រុងភ្នំពេញទាំងមូលទេអញ្ចឹងតម្លៃកើនឡើងជាប្រចាំសឹងថាពីអាទិត្យម្ដងឬមួយខែម្ដងហ្នឹងគឺរក្សានៃការកើនតិចតួចគឺកើនបាទប៉ុន្តែតំបន់ដែលត្រូវប៉ាន់ខ្លាំងបើយើងនិយាយជាភាសាសាមញ្ញបាទតំបន់ដែលត្រូវប៉ាន់ខ្លាំងក្នុងបច្ចុប្បន្ននេះគឺនៅក្នុងសង្កាត់បឹងអ៊ីកងមួយដោយដែលយើងបានដឹងកន្លងមកហើយព្រោះឯជាតំបន់ប្រែក្លាយពីទីលំនៅឋានមកបើករបរអាជីវកម្មសឹងតែ60% ហើយបច្ចុប្បន្ននេះលោកអាចប្រាប់ខ្ញុំបានទេក្នុងតំបន់បឹងកេងកងមួយហ្នឹងដែលលោកថាតម្លៃកើនឡើងខ្លាំងហ្នឹង1ម៉ែត្រការ៉េមានតម្លៃប៉ុន្មានទៅហើយឥឡូវនេះបើយើងនិយាយនៅក្នុងផ្លូវកាត់ទទឹងនិងផ្លូវបណ្ដោយនៅក្នុងសង្កាត់បឹងអ៊ីកងមួយហ្នឹងនៅក្នុងផ្លូវកាត់ទទឹងបើដីឡូវាមានចាប់ពី3300ឡើងរហូតដល់4000បាទសម្ដែងផ្លូវបណ្ដោយដូចជាផ្លូវសក់ផ្អែមផ្លូវប៉ាស្ទ័រហ្នឹងអាចឡើងរហូតដល់3008ទៅ4005តម្លៃនេះគឺជាតម្លៃដែលកើនឡើងមិនធ្លាប់មានឬមួយក៏នៅទាបជាងតម្លៃដែលធ្លាប់កើនខ្ពស់មុនវិបត្តិសេដ្ឋកិច្ចពិភពលោកប្រហែលគ្នាហើយបើប្រៀបធៀបបច្ចុប្បន្ននេះទៅនឹងការកើនឡើងពីឆ្នាំ2007 2008បាទគឺរត់ទៅប្រហែលគ្នាហើយលោកអាចគិតបានទេថាក្នុងរយៈពេល2-3ឆ្នាំ5ឆ្នាំខាងមុខទៀតដីតំបន់បឹងកេងកងអាចកើនដល់ប៉ុណ្ណាតាមការមើលឃើញរបស់ខ្ញុំគិតថាមានអ្នកអាចហ៊ានទិញរហូតដល់1ម៉ែត្រការ៉េ5000ទៅ5500ក្នុង 4-5 ឆ្នាំទៅមុខទៀតមិនដល់នឹងពេកទេខ្ញុំអាចមើលឃើញត្រឹម2ឆ្នាំ3ឆ្នាំទៅមុខទៀតទេបាទក្រៅពីតំបន់បឹងកេងកងបន្ទាប់មកតំបន់ណាដែលតម្លៃដីមានលក្ខណៈគួរសមដែរបន្ទាប់ពីបឹងកេងកងបាទមកដុំជុំវិញបឹងកេងកងហ្នឹងខ្ញុំសម្លឹងឃើញតំបន់3ដែលមានសក្តានុពលខ្លាំងទី1គឺសង្កាត់បឹងរាំងខណ្ឌដូនពេញហើយសង្កាត់ទលេបាសាក់ទី3ទៀតហ្នឹងគឺសង្កាត់បឹងបលិតខណ្ឌ7មករាលោកអាចជួយបញ្យល់ប្រាប់ខ្ញុំបានទេហេតុអីបឹងកេងកងហ្នឹងតម្លៃដីថ្លៃវិញតាំងពីជំនាន់9ជាងមកឃើញថាតម្លៃដីម្ដុំហ្នឹងថប់ជាងគេជារៀងរហូតមានស្អីនៅម្ដុំហ្នឹងហ៎តាមពិតទៅវាមានប្រវត្តិរបស់វាដោយកើតឡើងពីជំនាន់អ៊ុនតាក់ជាអ្នកដែលធ្វើឲ្យតម្លៃដីនៅក្នុងសង្កាត់បឹងកងមួយហ្នឹងឡើងខ្ពស់ដោយសារពួកគាត់ចូលមកជួយការបោះឆ្នោតអីផ្សេងហ្នឹងនឹងអង្គការមួយចំនួនហ្នឹងគឺគាត់បោះទីតាំងនៅបឹងកងមុនគេដោយសារដីក្នុងបឹងកងហ្នឹងមានស្ថានភាពចរាចរណ៍ល្អអត់សូវកងិចកងុកផ្លូវត្រង់ទៅត្រង់មកហើយចំណែកវិឡាក៏នៅតំបន់ហ្នឹងក៏ច្រើនដែរចំនួនឆ្នាំ93បាទអញ្ចឹងធ្វើឲ្យម្ចាស់ផ្ទះក៏ដូចជាអ្នកដែលចូលមករស់ស៊ីយកចូលមកបើកអង្គការក្រោយហ្នឹងគឺគេសម្ដៅមកបឹងកងអញ្ចឹងសម្ដៅមកជួលការិយាល័យក្នុងបឹងកងអញ្ចឹងអ្នកដែលផ្គត់ផ្គង់ផ្ទះឲ្យបរទេសហ្នឹងគឺគាត់ចាប់ផ្ដើមកាយគុណផ្ទះគាត់ហើយកាយគុណពីអាក្រក់មកស្អាតដាក់សម្ភារៈអីច្រើនទៅធ្វើឲ្យគាត់ជួលបានថ្លៃអញ្ចឹងគឺជាប់គេដំណើរតាំងពីនឹងមករហូតដល់សប្តាហ៍ថ្ងៃហ្នឹងមកតំបន់ទួលគោកមានវិឡាធំដែរហេតុអីបានតំបន់ទួលគោកមិនឡើងថ្លៃដូចតំបន់បឹងកេងកងលោកអាចបញ្យល់បានទេទី1វានៅឆ្ងាយអំពីការផ្គត់ផ្គង់សម្ភារៈបរិក្ខារឬមួយក៏ទីកន្លែងហូបចុកផ្សេងទី2គឺនៅលិចទឹកហើយទី3គឺស្ងប់ស្ងាត់ពេកខ្ញុំចង់ជំរាបសួរលោកជាឆៃលីនតាក់ទងទៅនឹងតម្លៃដីធ្លីនៅស្រុកខ្មែរយើងតម្លៃដែលខ្ពស់បំផុតមាន3-4000អាចថា4000ជាងលោកអាចបញ្យល់ប្រាប់ខ្ញុំបានទេបើសិនបើខ្ញុំប្រៀបធៀបទៅជាមួយប្រទេសវៀតណាមប្រទេសថៃសិង្ហបុរីម៉ាឡេឬមួយក៏ប្រទេសជប៉ុនតាមខ្ញុំស្រាវជ្រាវកន្លងមកខ្ញុំក៏ធ្លាប់បានធ្វើដំណើរទៅប្រទេសជិតខាងដែរហើយខ្ញុំក៏ធ្លាប់បានស៊ើបមើលពីប្រជាជនគេផ្ទាល់ក៏ដូចជាស៊ើបតាមព័ត៌មាននៅក្នុងប្រទេសតំបន់ទាំងអស់ហ្នឹងយើងឃើញថាតម្លៃដីនៅក្នុងស្រុកខ្មែរគឺនៅទាបជាងគេនៅឡើយទេបាទអាចបញ្យល់ពីមូលហេតុបានទី1គឺប្រទេសរបស់គេមានហេដ្ឋារចនាសម្ព័ន្ធគេមានការរករបរទទួលទានគឺបើកហាងឬមួយក៏អគារធំអីហ្នឹងវាមានចំនួនច្រើនអញ្ចឹងតម្លៃដីដែលត្រូវការសាងសង់អគារថ្មីឬមួយក៏បោះទីតាំងដើម្បីរករបរទទួលទានថ្មីហ្នឹងគឺសឹងតែរកមិនបានទេអញ្ចឹងកត្តាទាំងអស់ហ្នឹងធ្វើឲ្យតម្លៃដីនៅក្នុងតំបន់ពិសេសនៅក្នុងប្រទេសទាំងមួយចំនួនហ្នឹងធ្វើឲ្យមានការខ្សត់អញ្ចឹងធម្មតារបស់តែខ្សត់ថ្លៃហើយប្រទេសណាដែលមានដីថ្លៃជាងគេនៅក្នុងតំបន់យើងហ្នឹងនៅក្នុងតំបន់លោកបានលើកឡើងមិញមានតែពីជប៉ុនហុងកុងសិង្ហបុរីផ្សេងហ្នឹងខ្ញុំដឹងថាហុងកុងមានតម្លៃថ្លៃ1ម៉ែត្រការ៉េប៉ុន្មានទៅ1ម៉ែត្រការ៉េតម្លៃដីកន្លងមកខ្ញុំអត់បានដឹងតម្លៃដីទេក៏ប៉ុន្តែបើជាតម្លៃខុនដូវិញ1ម៉ែត្រការ៉េដល់$10000ជាងក៏មានដែរគ្រាន់តែខុនដូ
ឬគេថានៅជប៉ុននេះតម្លៃដីអាច1ម៉ែត្រការ៉េ$20000 $15000អាចអញ្ចឹងមែនទេឬមួយក៏អាចថ្លៃជាងនឹងទៀតនោះខ្ញុំធ្លាប់បានទទួលព័ត៌មានដូចគ្នាក៏ប៉ុន្តែជាក់ស្ដែងយ៉ាងណាយើងអត់ទាន់មានទឹកតាំងច្បាស់លាស់ទេគ្រាន់តែថាយើងធ្លាប់ឮធ្លាប់ស្ដាប់ធ្លាប់អានអីចឹងណាក៏ប៉ុន្តែវាមានការឡើងចុះហើយក៏មិនដឹងថាតំបន់ណាពិតប្រាកដដែរតែវាអាចដោយសារស្រុកគេមានប្រជាជនច្រើនហើយការរកកន្លែងលុះនៅហ្នឹងក៏អត់សូវសម្បូរក៏ប៉ុន្តែខ្ញុំជឿថាបើសិនជាតម្លៃហ្នឹងគឺមានតិចតួចបំផុតលោកអាចគិតថាប្រហែលជាកម្ពុជាត្រូវការ50ឆ្នាំទៀតឬមួយ100ឆ្នាំទៀតទើបដីនៅទីក្រុងភ្នំពេញអាចឡើងដល់1ម៉ែត្រការ៉េ$10000ឬមួយក៏$20000វាជាការព្យាករណ៍ឆ្ងាយមែនទែនទី1គឺតាក់ទងជាមួយនឹងសេចក្តីត្រូវការតែកាលណាសេចក្តីត្រូវការខ្លាំងហើយរបស់ផ្គត់ផ្គង់តិចពេលនោះវាអាចរត់ទៅដល់តម្លៃហ្នឹងបានអញ្ចឹងទាមទារឲ្យមានកំណើនប្រជាជននិងអ្នកវិនិយោគនៅក្នុងស្រុកខ្មែរហ្នឹងគឺច្រើនលើសលប់មែនទែនដើម្បីធ្វើឲ្យសេចក្តីត្រូវការហ្នឹងវាចាំបាច់មែនទែនណាពេលហ្នឹងគឺតម្លៃអាចនឹងរត់ទៅរកបានសូមអរគុណលោកសៀឆៃលីនបាទសូមអរគុណជីវិតប្រចាំថ្ងៃនៅកម្ពុជាដើម្បីបង្កើនសមត្ថភាពប្រជាពលរដ្ឋនៅតាមទីជនបទឲ្យទទួលបាននូវការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មប្រកបដោយប្រសិទ្ធភាពនោះគេក៏មិនត្រូវពឹងផ្អែកលើការបង្ហាត់បង្រៀនដោយអ្នកបច្ចេកទេសតែមួយមុខនោះទេគឺគេត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាដើម្បីជួយដល់ការបណ្ដុះបណ្ដាលកសិកម្មទៅដល់កសិករនៅតាមសហគមន៍ដើម្បីឲ្យពួកគាត់ងាយស្រួលយល់និងចងចាំគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតាមតំបន់ទន្លេមេគង្គហៅកាត់ថា TSSD របស់ធនាគារអភិវឌ្ឍអាស៊ីឬហៅកាត់ថា ADB បានផ្ដល់ឧបករណ៍ tablet សរុបចំនួន234គ្រឿងសម្រាប់ចែកដល់ភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន196ក្នុងខេត្តចំនួន4ក្នុងប្រទេសកម្ពុជាក្នុងនោះប្រជាកសិករស្ថិតនៅក្នុងខេត្តកំពង់ធំក៏បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មតាមរយៈឧបករណ៍ tablet នេះផងដែរដើម្បីយល់ច្បាស់ថាតើប្រជាពលរដ្ឋរៀនធ្វើការកសិកម្មតាមឧបករណ៍ tablet នេះដោយរបៀបណានោះសូមស្ដាប់បទយកការដែលរៀបចំដោយលោកបានសម្រេចដូចតទៅនេះគឺជាវីដេអូនៃការធ្វើស្រែតាមបែបប្រព័ន្ធវប្បកម្មដែលត្រូវបានគេចាក់ផ្សាយតាមឧបករណ៍ tablet ដើម្បីឲ្យប្រជាកសិករទស្សនានិងស្វែងយល់ពីបច្ចេកទេសកសិកម្មថ្មីនៃការធ្វើស្រែដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតាមតំបន់ទន្លេសាបហៅកាត់ថា TSSD បានផ្ដល់ឧបករណ៍ tablet សរុបចំនួន234គ្រឿងសម្រាប់ចែកចាយដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំចំនួន196ឃុំនៅក្នុងខេត្តចំនួន4ក្នុងប្រទេសកម្ពុជាដែលក្នុងនោះផងដែរប្រជាកសិករនៅក្នុងខេត្តកំពង់ធំទាំងមូលហ្នឹងក៏ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មតាមរយៈការទស្សនាវីដេអូនៅក្នុងឧបករណ៍ tablet នេះផងដែរឥឡូវនេះខ្ញុំបានមកជួបជាមួយអ្នកស្រីស៊ីណាគឺជាកសិករម្នាក់ដែលរស់នៅភូមិត្រពាំងវែងឃុំស្រយិលក្រុងស្ទឹងសែនខេត្តកំពង់ធំដល់ពេលនេះអ្នកស្រីកំពុងមើលវីដេអូពីការធ្វើស្រែតាមបែបប្រព័ន្ធវប្បកម្មតាមរយៈឧបករណ៍ tablet បន្ទាប់ពីមើលវីដេអូនៃការធ្វើស្រែនេះចប់សពគ្រប់រួចមកអ្នកស្រីបានរៀបរាប់ប្រាប់ក្រុមអ្នកកាសែតដែលបានទៅទស្សនកិច្ចនៅក្នុងពេលនេះថាការរៀនបច្ចេកទេសកសិកម្មតាមវីដេអូហ្នឹងគឺមានភាពងាយស្រួលនិងងាយស្រួលឆាប់យល់ជាងការបង្រៀនការនិយាយតាមបែបបច្ចេកទេសពិសេសនៃការផលិតស្រូវតាមបែប tablet នេះតើបងមកយល់បានប្រមាណ%ហើយនៅពេលដែលជួយទៅអនុវត្តយ៉ាងម៉េចដែរការខ្ញុំត្រូវបានទស្សនានៅរូបភាពនេះខ្ញុំគិតថា
បានយល់បានច្រើនបានប្រហែល 70% ដែរចា នៅពេលដែលបងចុះទៅអនុវត្តនៅពេលដែលបងបានមើលបងបានចុះអនុវត្តតាមបែបនោះចាចុះអនុវត្តដែរគ្រូ ចុះអនុវត្តចាតើក្នុងការអនុវត្តតាមវាស្រួលឬក៏ពិបាកស្រួលមិនបងបានស្គាល់ថាអនុវត្តបាន 70% 30% ទៀតនោះវាមូលហេតុអីបានយើងអនុវត្តអត់ទាន់អនុវត្តបានព្រោះថានៅខ្វះដើមទុនខ្វះអីកម្លាំងអូនទាញអីគ្រូហើយនៅពេលដែរមកដែរនឹងស្រែខ្ញុំហ៎2ហិកតាមើលតាមទៅមុនអត់ទាន់មានឧបករណ៍នេះរៀនតាមហើយនឹងឥឡូវមានឧបករណ៍ខុសផ្លែកគ្នាយ៉ាងម៉េចដែរខុសផ្លែកគ្នាច្រើនគេថាធ្វើតាមឧបករណ៍ហ្នឹងគឺបានផលច្រើនច្រើនខុសគ្នាប្រហែលភាគរយលើកមុន1ហិកតាបានប្រហែលបានប្រហែលជា2តោនអីហ្នឹងដល់ពេលឥឡូវបានដល់3តោនជាងអីចង់មានឧបករណ៍ហ្នឹងវាជួយសម្រួលយ៉ាងម៉េចឆាប់យល់ឆាប់អីចាឆាប់យល់ធៀបនឹងមន្ត្រីជំនាញបញ្យល់ដោយមាត់ទទេនឹងមានរូបភាពអញ្ចឹងមួយណាងាយយល់ជាងចាមើលរូបភាពនេះងាយយល់ជាងមូលហេតុអីដែរមូលហេតុឃើញថាឃើញរូបភាពជាក់ស្ដែងឃើញនឹងភ្នែកហ្មងបើថាបញ្យល់គឺថាអត់សូវចាំណាដល់ពេលឃើញរូបភាពអញ្ចឹងគឺឃើញចាំហ្មងចង់ធ្វើតាមនៅពេលនេះខ្ញុំក៏បានមកជួបជាមួយកសិករម្នាក់ទៀតគឺលោកហិនសូណាដែលលោកកំពុងតែមើលវីដេអូអំពីបច្ចេកទេសចិញ្ចឹមមាន់យ៉ាងយកចិត្តទុកដាក់បំផុតនៅពេលទំនេរពីការងារធ្វើស្រែចម្ការលោកសូណាបានឆ្លៀតពេលចិញ្ចឹមមាន់ដើម្បីយកទៅលក់យកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារហើយលោកបានរៀបរាប់ប្រាប់ក្រុមអ្នកប្រសាទថាក្រោយពីការមើលវីដេអូនៃការចិញ្ចឹមមាន់នេះរួចមកលោកមានការយល់ដឹងច្រើនពីរបៀបចិញ្ចឹមមាន់ដែលនាំឲ្យបានទទួលទិន្នផលខ្ពស់និងកាត់បន្ថយអត្រាឈឺនិងស្លាប់របស់មាន់បើធៀបទៅនឹងការចិញ្ចឹមមាន់តាមរបៀបសាមញ្ញណាកម្មនេះបានលោកតាចិញ្ចឹមបានថាតែពេលហ្នឹងបានប្រហែលខែហើយតែឡើងពី4ទៅ5ខែរយៈពេលនិយាយរួមទៅ4ខែ5ខែដែលខ្ញុំធ្វើនេះចាប់ពីទឹកសម្រក់ទៅមកមួយខែលក់ម្ដងឡើងចំណូលដែរប្រហែលមកចំណូលវិញភាសាយើងគិតថាមាន់ថ្ងៃទីផ្សារយើងនេះវា1គីឡូ 15,000ណាទេវាទៅកាទៅ10គីឡូទៅយើងបានជាង 10,000 ដែរហើយក្រៅពីហ្នឹងមករបស់គ្រូអីទៀតដែរលក់របស់សំតិចទូទៅតែដែលយើងបានមើលអានេះហើយនឹងការដែលយើងអត់បានខ្ញុំតាមលក្ខណៈគ្រួសារបើអត់មានអីបំពន់យើងសោះបាទក្រោយពីយើងធ្វើអាក្រុមសំកូនក្រុមអីហ្នឹងមកកូនវាបានមើលសល់ច្រើនជាងគ្រូថាវាព្រោះថាវាខូចដាច់ទៅចុះគាត់ពីយើងបានមើលឧបករណ៍ហ្នឹងហើយយើងអាចចេះច្រើនជាងមុននេះយល់ដឹងច្រើនជាងមុនពីដើមយើងអត់ដឹងសម្បិតទៅរើសគូគឺយើងអត់ចេះរើសដែរយើងបាននៅតាមទីហ្នឹងមកយើងដឹងពីប្រគូវិថីតនកូនហើយវាស្រួលជាងគេប្រាប់យើងមាត់ទេឲ្យយើងស្រួលជាងគ្រូវាស្រួលណាស់បាទព្រោះអីវាបង្រួមទៅថាមេរៀនហ្នឹងវាមកពីវែងមកតូចអញ្ចឹងយើងអាចមើលអាហ្នឹងហើយបានយកទៅអនុវត្តកន្លែងណាយើងមិនច្បាស់យើងសួរលោកគ្រូប្រវត្តិបន្ថែមតិចទៀតទៅបាទការបង្ហាត់បង្រៀនបច្ចេកទេសកសិកម្មតាមរយៈឧបករណ៍ tablet នេះគឺត្រូវគ្រប់គ្រងដោយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំនីមួយៗដោយផ្ទាល់កញ្ញាសឹមសរឿងជាមន្ត្រីផ្សព្វផ្សាយកសិកម្មសម្រាប់ឃុំអន្សាក្រោមស្រុកស្ទងខេត្តកំពង់ធំកញ្ញាបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាការងារអប់រំកសិកម្មនៅក្នុងឃុំនេះគឺមិនមានការលំបាកសម្រាប់កញ្ញានោះទេដោយសារតែកញ្ញានឹងបានបញ្ចប់ការសិក្សានៅសាលាជាតិកសិកម្មខេត្តកំពង់ចាមផ្នែកជំនាញเกษตรសាស្ត្រខ្ញុំខ្ញុំស្ទឹមទៅរឿងជា CEW ហៅថាមន្ត្រីផ្នែកកសិកម្មនៅឃុំតាក្រងស្រុកស្ទងខេត្តកំពង់ធំថានៅឃុំរបស់កញ្ញាចា៎ហើយកញ្ញាម្ដង tablet មានប្រមាណចាក់ឲ្យអប់រំកសិករម្ដងមានតែមួយកសិករប្រមាណអ្នកដែលមកក្នុងនោះយើងចែកជាក្រុមប្រហែលថាក្រុមគាត់នោះមានខាងចិញ្ចឹមខាងចិញ្ចឹមសត្វនោះមាន5នាក់ចា៎5នាក់នោះយើងចាក់ឲ្យចិញ្ចឹមសត្វគាត់មើលម្ដងចាក់ដល់ពេលអុកមកថាស្អែកទៀតអញ្ចឹងយើងចាក់ឲ្យខាងស្រូវម្ដងទៅគាត់មើលខាងស្រូវចា៎អញ្ចឹងយើងចាក់មួយថ្ងៃម្ដងឬក៏មួយអាទិត្យម្ដងជូនគាត់មានបញ្ហាលំបាកខ្លះទេក្នុងការនាំបច្ចេកវិទ្យារបៀបថ្មីឲ្យគាត់មើលអត់មានថយបាយព្រោះអានោះជាវីដេអូហើយអានោះយើងដូចជាទូរស័ព្ទយើងដែរអញ្ចឹងយើងថាវាតូចដែរអញ្ចឹងយកបាយចា៎
ប៉ុន្តែបើសិនជាគាត់មានសំណួរអីពាក់ព័ន្ធនឹងកសិកម្មហ្នឹងយើងអាចឆ្លើយគាត់បានដែរទេអូមកតែគាត់មើលព្រាមអញ្ចឹងគាត់មានបញ្ហាអូផ្នែករឿងសត្វអញ្ចឹងខ្ញុំអាចឆ្លើយបានខ្ញុំនឹងបើកមើលក្នុង tablet ក្នុង tablet ហ្នឹងមានខ្ញុំមានឯកសារខ្លះហ្នឹងទាក់ទងនឹងសត្វអញ្ចឹងយើងអាចបើកមើលព្រាមហើយឆ្លើយប្រាប់គាត់ព្រាមប៉ុន្តែបើសិនជាឯងទៅខ្ញុំអាចខលទៅថ្នាក់ខេត្តឬក៏ខាងមន្ត្រីកសិកម្មខេត្តអញ្ចឹងខ្ញុំសួរគាត់ហើយខ្ញុំយកទៅឲ្យគាត់វិញអញ្ចឹងមុននឹងយើងចុះទៅផ្សព្វផ្សាយហ្នឹងគេអត់បានបង្ហាត់បង្រៀនយើងពីជំនាញខ្លះៗពាក់ព័ន្ធនឹងការធ្វើស្រូវឬក៏ចិញ្ចឹមសត្វមានបញ្ហាចា៎ហើយខាងហ្នឹងខ្ញុំមានន័យថាខ្ញុំជំនាញខ្ញុំខ្លាច់នៅตัวខ្លួនទៀតព្រោះខ្ញុំរៀនបានបញ្ចប់នៅសាលាជាតិកសិកម្មកំពង់ចាមមានខាងសិក្សាអញ្ចឹងខ្ញុំអាចមានបញ្ហាខ្លះអាចដោះស្រាយឲ្យគាត់បានភ្លាមតាមរយៈសកម្មភាពកន្លងមកចុះតាមភូមិហ្នឹងឃើញកសិករគាត់ភាគច្រើនគាត់ផ្លាស់ប្ដូរគំនិតដែរបន្ទាប់ពីបានឃើញវីដេអូហ្នឹងចាបើសិនជាបើនិយាយពីខាងសត្វមានច្រើនខាងចំនួនគាត់ចាប់អារម្មណ៍ច្រើនឬគាត់យកទៅមើលហើយគាត់យកទៅមានធ្វើត្រង់ធ្វើអីអញ្ចឹងចាគាត់យកទៅធ្វើត្រង់តាមតែគាត់ថាវាមិនបានដូចល្អដូចគេណាគាត់ថាគាត់ធ្វើតាមលទ្ធភាពរបស់គាត់ចាសម្រាប់ការដាំដុះស្រូវវិញអត់ទាន់ស្រូវគាត់អត់មានចាហើយយើងមើលប្រមុខតើកសិករមានការផ្លាស់ប្ដូរអីខ្លះទៅអាចមានទឹកចិត្តនិយមចូលខ្ញុំគិតថាបើសិនជាប្រមុខទៀតខ្ញុំនឹងព្យាយាមចាក់ឲ្យគាត់មើលចាហើយគាត់នឹងមានចំណងច្រើនដល់ពេលគាត់មានចំណងគាត់មានចំណាប់អារម្មណ៍ចាខ្ញុំគិតថាគាត់នឹងប្រហែលជាអាចអភិវឌ្ឍជាងតើតើទៅនឹងគម្រោងខាងលើនេះផងដែរលោកហែមចន្ទធូមន្ត្រីជាន់ខ្ពស់នៃគម្រោង TSSD របស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានប្រាប់ខ្ញុំឲ្យដឹងថាបើទោះបីជាមានការបង្ហាត់បង្រៀនកសិករតាមឧបករណ៍ tablet នេះក៏ដោយក៏គេនៅតែត្រូវការមន្ត្រីបច្ចេកទេសសម្រាប់មកបង្រៀនកសិករបន្ថែមទៀតផងដែរព្រោះថាកសិករភាគច្រើនគឺមានចម្ងល់នៅពេលដែលពួកគាត់បានទស្សនាវីដេអូនៃការធ្វើកសិកម្មនេះរួចមកដូច្នេះហើយគេត្រូវការមន្ត្រីបច្ចេកទេសកសិកម្មជាច្រើនទៀតដើម្បីបកស្រាយរាល់ចម្ងល់ទាំងអស់របស់កសិករទាំងនោះ tablet ហ្នឹងយើងមានគំរូពីប្រទេសណាមកដែរយើងកាលពីមុនគម្រោងនេះ យើងមានជំនួយបច្ចេកទេសមួយទៅខាងក្រសួងកសិកម្មជាមួយនឹងអាជ្ញាធរណៃដាហើយយើងស្រាវជ្រាវប្រមូលព័ត៌មានហើយយើងបង្កើត Telecenter មួយដែលយើងសង្ឃឹមថាកសិករគាត់មកប្រមូលទទួលព័ត៌មានគឺយើងតាមអ៊ីនធឺណិតតាមផ្សេងហើយការដែលយើងចាប់ដើមដំបូងអ៊ីនធឺណិតដូចជាសេវាករផ្ដល់សេវាអ៊ីនធឺណិតហ្នឹងអាចមាននៅឃុំខ្លះដល់យើងធ្វើឲ្យទៅអ៊ីនធឺណិតហ្នឹងវាអត់មានហើយដែលអ្វីដែលយើងសង្ឃឹមថាកសិករគាត់មកទទួលព័ត៌មានអត់បានជោគជ័យអញ្ចឹងរូបមន្តដែលយើងសង្ឃឹមទុកថាយើងចង់ឲ្យកសិករប្រមូលព័ត៌មានគឺអត់បានជោគជ័យអញ្ចឹងយើងត្រូវបង្វែរការងាររបស់យើងទៅការដើរទៅកាន់កសិករវិញអញ្ចឹងបានជាយើងបំពាក់ឧបករណ៍នេះទៅភ្នាក់ងារផ្សព្វផ្សាយឃុំដែលមិនចាំបាច់រងចាំកសិករមកទេគឺយើងដើរទៅកាន់កសិករធ្វើការជាមួយកសិករនៅពេលដែលកសិករយល់គឺគាត់នឹងស្វែងរកព័ត៌មានតែខ្លួនឯងអញ្ចឹងបានន័យថាការបង្រៀនពួកគាត់តាមរយៈបង្ហាញវីដេអូហ្នឹងវាមានប្រសិទ្ធភាពជាងការបង្ហាញតាមបច្ចេកទេសដោយមន្ត្រីបច្ចេកទេសយើងអត់អាចចោលទាំងពីរនឹងបានទេយើងមានកម្មវិធីបង្រៀនដោយផ្ទាល់មានគ្រូបង្គោលដែរប៉ុន្តែនេះជាជំនួយបច្ចេកទេសបន្ថែមដែលយើងរៀបចំហើយតែកាលណាកសិករគាត់ចង់អីយើងអានេះមានភ្លាមយើងអត់ចាំបាច់រៀបចំវគ្គរីឯវគ្គបច្ចេកទេសដែលយើងមានការប្រមូលដុំធំយើងនៅតែបង្រៀនដដែលពួកគាត់មានការទទួលបណ្ដុះបណ្ដាលចិញ្ចឹមសត្វធ្វើស្រែធ្វើអីគឺយើងផ្ដល់ដដែលប៉ុន្តែនៅពេលដែលជួបបញ្ហាមួយគឺគាត់អាចបង្រៀនបន្ថែមអានេះគឺជាករណីបន្ថែមទេហើយនៅពេលណាដែលគាត់មានបញ្ហាគាត់អាចប្រើ tablet ហ្នឹងអាច Skype ជាមួយថ្នាក់ជាតិឬក៏អាច Facebook មួយថ្នាក់ទៀតហើយអានេះក៏ជួយកសិករនៅពេលខាងមុខជំហានបន្តរបស់យើងខាងមុខនេះគឺនឹងជួយឲ្យកសិករនេះអាចលក់ផលិតផលរបស់គាត់តាមអនឡាញទៀតនៅពេលដែលមានព័ត៌មានអីគាត់អាចថានៅក្នុងក្រុមរបស់ខ្ញុំមានម៉ន់100នៅពេលដែលគាត់ស្ថាបគ្នាទៅគឺអាចមានអ្នកចាប់ដើមកំងអាហ្នឹងដែលយើងចង់ឃើញនៅពេលខាងមុខអញ្ចឹងឯងនឹងធ្វើឲ្យកសិករគាត់អាចមានជំរើសទីផ្សារដែលគាត់រងចាំតែឈ្មោះកណ្ដាលមកហើយក្រៅពីហ្នឹងគឺគាត់អាចមានជំរើសទីផ្សារនៅខាងក្រៅទៀត
មុននឹងការបញ្ជាទិញឧបករណ៍ tablet សម្រាប់យកមកបង្រៀនកសិករនេះគឺក្រុមការងាររបស់គម្រោង PSSD ហ្នឹងបានស្ទង់មតិពីតម្រូវការរបស់ប្រជាកសិករជាមុនរួចរាល់ផងដែរដែលតម្រូវឲ្យមានការចល័តឧបករណ៍ tablet ទាំងអស់នេះទៅដល់សហគមន៍កសិករដោយផ្ទាល់ដើម្បីបង្ហាញពួកគាត់ពីរបៀបធ្វើកសិកម្មតាមបច្ចេកទេសទំនើបនេះបើតាមការបញ្ជាក់របស់លោកនីកំសានជាប្រធានគម្រោង PSSD នៃលេខាធិការដ្ឋានកជអបរបស់ក្រសួងមហាផ្ទៃយើងទិញ tablet នេះគឺ234គ្រឿងយើងចែកនៅក្នុង196ឃុំហើយនឹង4ខេត្តក្រុង28ស្រុកហើយនឹងនៅថ្នាក់ជាតិខ្លះបាទហើយក្នុង234គ្រឿងហ្នឹងយើងចំណាយថវិកា$140,000តែมันមានតែ tablet ទេវាមាន accessory ផ្សេងៗទៀតយើងមាន modem ហើយនឹងយើងមាន external hard disk ថែមសម្រាប់បងយល់ឃើញថាមិនដែរព្រោះពេលយើងដាក់គម្រោងនេះមកយើងហាក់ដូចជាបច្ចេកវិទ្យាថ្មីរបៀបថ្មីក្នុងការផ្ដល់ជំនាញនិងចំណេះទៅដល់កសិករបាទខ្ញុំគិតថានេះជាការរកឃើញគំនិតថ្មីរបស់ក្រុមការងារគម្រោងទាំងមូលដែលយើងមុននឹងយើងនឹកទិញ tablet ហ្នឹងក៏យើងមានការធ្វើ survey ដែលយើងត្រូវ survey ពីតម្រូវការរបស់ប្រជាពលរដ្ឋអញ្ចឹងណាហើយអញ្ចឹងយើង survey ពីតម្រូវការទៅលទ្ធភាពដែលថាយើងត្រូវធ្វើចល័តហ្នឹងគឺមានតែតាមរយៈទិញ tablet ហ្នឹងឯងហើយបានទៅដល់ CW គាត់រៀនចេះដឹងផងហើយបានគាត់ចល័តស្រួលចល័តក្រៅពីជួបក្រុមតូចៗបើសិនជាគាត់មានពេលទនេច្រើន CW យើងហ្នឹងគឺគាត់ដើរតាមផ្ទះទៀតបាទហើយអញ្ចឹងគាត់បង្ហាញដូចថាអ្នកណាចាំមន់អញ្ចឹងនៅក្នុងtablet យើងហ្នឹងយើងមាន upload ឲ្យស្រេចឯកសារកសិកម្មសំខាន់ហើយយើងយកទៅបង្ហាញបាទហើយមានការពេញចិត្តច្រើនពីប្រជាពលរដ្ឋទាំងអ្នកបំពេញការងារគ្រប់គ្រងដល់ប្រជាពលរដ្ឋបាទដើម្បីគ្រប់គ្រងដល់រដ្ឋាភិបាលកម្ពុជានៅឆ្នាំ2009ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានអនុម័តគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបដែលមានតម្លៃពីទឹកប្រាក់ចំនួន$51.1 លានអាមេរិកដើម្បីជំរុញផលិតភាពកសិកម្មបង្កើនវត្តមាននៃគ្រាប់ពូជប្រកបដោយគុណភាពនិងគម្រោងស្ដារផ្លូវជនបទនិងគម្រោងគ្រប់គ្រងធនធានទឹកខ្នាតតូចព្រមទាំងការកែលម្អកន្លែងសម្រាប់រក្សាកសិផលផងដែរពីខ្ញុំបានសម្រាប់គេហទំព័រព័ត៌មានថ្មីៗ .com រាយការណ៍ពីខេត្តកំពង់ធំនាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់វិទ្យុស្ត្រី FM 102ជាទីមេត្រីកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុស្ត្រីដែលសហការផលិតជាមួយគេហទំព័រព័ត៌មានថ្មីៗ .com បានដល់ទីបញ្ចប់ហើយក្រៅពីព័ត៌មានរយៈពេល1ម៉ោងនេះវិទ្យុស្ត្រី FM 102ក៏មានព័ត៌មានរៀងរាល់ម៉ោងផងដែរប្រសិនបើលោកអ្នកខកខានមិនបានស្ដាប់ការផ្សាយផ្ទាល់ព័ត៌មានរយៈពេល1ម៉ោងនេះនាងកញ្ញាលោកស្រីអាចចូលទៅស្ដាប់ព័ត៌មានរបស់យើងតាមរយៈគេហទំព័រ www.wmc.org.kh នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយសូមជូនពរប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអរគុណដល់ក្រុមព័ត៌មានរបស់វិទ្យុស្ត្រី FM 102និងក្រុមព័ត៌មានរបស់គេហទំព័រថ្មីខណៈនេះនាងខ្ញុំខុនវណ្ដាព្រមទាំងក្រុមការងារទាំងអស់សូមអរគុណសូមជម្រាបលា